បងមកតានេះ Ford Everest 2នេះគឺតម្លៃដូចគ្នា 69,900 ដូចគ្នា model ឆ្នាំ 2026 ដូចគ្នាតែរសជាតិខុសគ្នាអញ្ចឹងទៅលើប្រភេទ Ford Everest ទីតានាមគឺការ design មកបាទគឺតែលក្ខណៈមួយក្រូមេរៀងភ្លឺហើយជាមួយនឹងម៉ាស៊ីន4 2.0 by turbo ការអន្សំចៃខ្ពស់គឺ100គីឡូត្រឹមតែ7ទៅ7លីត្រតែប៉ុណ្ណោះបាទហើយតាក់ទងជាមួយការបង់ពន្ធផ្លូវមួយឆ្នាំត្រឹមតែ200000តែប៉ុណ្ណោះអញ្ចឹងទៅលើការជន់បាទអែមដូចគ្នា210សេសកម្លាំងលមូលរហូតដល់បាទ500 Newton ប៉ុន្តែបើសិនជាប្រិមិត្តអត់ចង់បើថាចំណាយច្រើន Everest ទីនេះគឺល្អខ្លាំងមែនទែនទៅលើការសំចៃបាទគាត់ថាលក្ខណៈ performance វានៅក្រោម Everest Platinum អញ្ចឹង Everest Platinum គឺនិយាយពីការតុបតែងបែបរៀង sport ទាន់សម័យបាទតែមិនចាញ់ថ្មីទេយ៉ានកម្លាំងដល់21អ៊ីងតាក់ទងជាមួយនឹងរសជាតិបែបខាងក្នុងក៏បែបរៀង sporty ពណ៌ខ្មៅមានភ្ជាប់ជាមួយនឹង memory seat បាទកៅអី premium ជាងមុនមានជាមួយនឹងខ្យល់ក្តៅត្រជាក់កៅអីបែកខាងមុខមានខ្យល់ក្តៅកៅអីបែកខាងក្រោយបាទមានជាមួយ option Capital 4A បាទមានមួយ set ទាំងអស់ហើយតាក់ទងជាមួយនឹងរសជាតិបែកខាងក្នុងគឺធានាជូនថាខុសគ្នាពី Everest ទីតានាមសូម្បីតែ speaker ក៏ប្រើប្រភេទ B&O ដែរបងប្អូនគ្នាប៉ុន្តែប្រភេទនេះគឺប្រើម៉ាស៊ីន6បាទយើងប្រើជាមួយម៉ាស៊ីន6 3.0 turbo ដែលកម្លាំងសេសនោះគឺឆ្ងាញ់ខ្លាំងមែនទែនរហូតដល់250បាទ PS បាទហើយកម្លាំងលមូលរហូតដល់6 Newton អញ្ចឹងរសជាតិពីរនេះគឺបើសិនជាបងចង់បានលក្ខណៈខ្លាំង performance យក Platinum 699ដូចគ្នាតែបើបងឆ្លាញ់លក្ខណៈសាមញ្ញបាទអត់ឆាយពេកឬក៏អត់ទៅលើការអត់ចង់ចំណាយច្រើនទៅលើពន្ធបងអាចយក Everest ទីតានាមបានហើយពីរនេះគឺមាន stock ភ្លាមអត់ចាំបាច់កក់ចាំទេអញ្ចឹងមិនខានមួយណាក៏បានដែរអាចមកមើលផ្ទាល់ជាមួយខ្ញុំតែក្តីបានអរគុណច្រើនជួបគ្នាវីដេអូក្រោយ